អង្គុយរំលឹកគ្រាស្នេហាបងនឹងជីវ៉ាធ្លាប់តែនៅជិតគ្នាតែពេលនេះបាត់បង់រូបពុំងាតើយើងអាចក្បែរគ្នាម្ដងទៀតបានទេបងនៅតែមិនអាចបំភ្លេចរូបអូនតើរូបមានស្ងួនអូននៅនឹកបងទេក៏ដឹងហើយពេលនេះរូបស្រស់មានមេអូនមានគេដើម្បីបំភ្លេចរូបបងពេលដែលយើងចាប់ផ្ដើមស្នេហាបងនឹងរៀមរាដូចជាមាននិស្ស័យតែពេលនោះចិត្តពួកយើងនៅក្មេងខ្ចីចិត្តអើយចង្រៃប្រឡាយស្នេហ៍យើងទាំងពីរដល់ពេលមួយពួកយើងឈានដល់ផ្លូវបែកមិនបាច់ប្រកែកព្រោះនេះជារឿងព្រំលីពេលវេលាជាអ្នកបង្ខំបងខិតឲ្យឃ្លាតពីគ្នាក៏ដឹងហើយថារូបអូនមិនអាចត្រឡប់ក៏ព្រោះពេលនេះស្នេហាត្រូវឈានដល់ផ្លូវបញ្ចប់តើអូនអាចវិលរកមកម្ដងទៀតបានទេតែមិនអាចបំភ្លេចរូបអូនតើរូបមានស្ងួនអូននៅនឹកបងទេក៏ដឹងហើយពេលនេះរូបស្រស់មានមេអូនមានគេដើម្បីបំភ្លេចរូបបងពេលដែលយើងចាប់ផ្ដើមស្នេហាបងនឹងរៀមរាដូចជាមាននិស្ស័យតែពេលនោះចិត្តពួកយើងនៅក្មេងខ្ចីចិត្តអើយចង្រៃប្រឡាយស្នេហ៍យើងទាំងពីរដល់ពេលមួយពួកយើងឈានដល់ផ្លូវបែកមិនបាច់ប្រកែកព្រោះនេះជារឿងព្រំលីពេលវេលាជាអ្នកបង្ខំបងខិតឲ្យយើងឃ្លាតពីគ្នាក៏ដឹងហើយថារូបអូនមិនអាចត្រឡប់ក៏ព្រោះពេលនេះស្នេហាត្រូវឈានដល់ផ្លូវបញ្ចប់តើអូនអាចវិលរកមកម្ដងទៀតបានទេ